បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទជាពិសេសពុកម៉ែបងប្អូនជាកសិករដែលជាអ្នកដាំដុះបន្លែតែម្ដងបាទដូចឃើញរូបបាទវីដេអូកូនខ្ញុំកាន់របស់ហមហើយក៏ដូចឃើញប្រពន្ធខ្ញុំហើយនឹងកម្មកររបស់ខ្ញុំគាត់ពាក់បាទអង្គុយបាទជាកៅអីអង្គុយខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូននៅចុងវីដេអូខាងក្រោយបាទនេះអត្ថប្រយោជន៍របស់វាបាទបង្ហាញពុកម៉ែបងប្អូនខ្លះការប្រើប្រាស់របស់ការប្រើប្រាស់កៅអីនេះបាទមានសារៈសំខាន់យ៉ាងណាបាទប៉ុន្តែថ្ងៃនេះខ្ញុំចង់ចែកម្លែកអំពីពូជខ្ទឹមសិនបាទសំខាន់ណាស់ពូជខ្ទឹមពុកម៉ែបងប្អូនបាទហើយនេះពុកម៉ែបងប្អូនបានឃើញនេះគឺជាកាបោដែលគេដាក់នៅក្នុងពូជខ្ទឹមបាទហើយថ្ងៃនេះដែរសូមអធិស្ឋានពុកម៉ែបងប្អូនដោយសារតែមានសម្លេងសំខាន់ខិតខូតឈិតឆតខ្លះបាទដោយសារតែខ្ញុំមានជំងឺផ្ដាសាយចិត្តមួយខែហើយដែលខានឃើញធ្វើវីដេអូច្រើនដងហើយច្រើនថ្ងៃហើយពុកម៉ែបងប្អូនបាទខ្ញុំខកខានធ្វើវីដេអូដោយសារតែមមានយកដល់ការងារផងហើយមានជំងឺផងបាទផ្ដាសាយចិត្តមួយខែហើយសំឡេងនេះដែរមិនបានកាត់ដកចេញទេពុកម៉ែបងប្អូនសូមអធិស្ឋានបាទដោយសារខ្ញុំពុំមានពេលដកចេញបាទហើយថ្ងៃនេះយើងងាកមកចូលនិយាយអំពីពូជខ្ទឹមវិញបាទពូជខ្ទឹមនេះគឺពូជខ្ទឹមដែលយើងយកមកពីថៃជាប្រភេទសុងបាទឆ្នាំនេះគឺខ្ញុំចង់ដាំខ្ទឹមហើយបន្ទាប់ពីការដាំស្ពៃរួចបាទស្ពៃក៏ត្រូវបានព្យួរចោលខ្លះហើយលក់បានចេញខ្លះអត់បានទាំងស្រុងទេពុកម៉ែបងប្អូនឆ្នាំនេះគឺมันមានចំណេញប្រាក់ទេពុកម៉ែបងប្អូនបាទដូចឃើញវីដេអូមុនខ្ញុំបង្ហាញខ្លះហើយបាទគឺខ្ញុំដើមឆ្នាំ2025នេះគឺដាំស្ពៃជ្រក់ហើយនឹងត្រឡាចច្រើនហើយត្រឡាចយើងបានក្រែដែររីឯស្ពៃជ្រក់យើងអត់បានកម្រៃអត់បានលុយទេគឺបានតិចតួចអត់រួចថ្លៃដើមទេពុកម៉ែបងប្អូនបាទហើយយើងឆាចុះយើងចាប់ដើមអាសាជាថ្មីឥឡូវខ្ញុំចាប់ដើមចុះវគ្គដាំខ្ទឹមហើយក៏ដាំត្រឡាចបន្តទៀតដែរពុកម៉ែបងប្អូនបាទហើយដើមយើងនឹងប្រមូលផលពេលរដូវចូលឆ្នាំខ្មែររួចបាទគឺចាប់ពីពេលនេះទៅគឺខ្ញុំបុកដាំហើយពុកម៉ែបងប្អូនបាទហើយខ្ញុំសូវមានពេលនិយាយក្បោះក្បាយដើម្បីចែកជូនពុកម៉ែបងប្អូនទេប៉ុន្តែខ្ញុំខំស្រង់ព្យាយាមធ្វើវីដេអូមានបទពិសោធន៍ថ្មីនឹងចែកម្លែកដល់ពុកម៉ែបងប្អូនបន្តទៀតបាទឥឡូវយើងងាកមកនិយាយអំពីពូជខ្ទឹមបាទពូជខ្ទឹមនេះឃើញថាស្អាតស្មើពុកម៉ែបងប្អូនមានន័យថាវាល្អិតអត់ធំប្រហែលទេពូជខ្ទឹមនេះយើងចំណេញបាទដាំទៅគឺចំណេញបានផ្ទៃដីធំប៉ុន្តែអកុសលគឺយើងមានបញ្ហាត្រង់ថាគាត់លាយកាបោសច្រើនបាទជាទូទៅរាល់ឆ្នាំខ្ញុំតែងតែទិញពូជខ្ទឹមនេះប៉ះដែរប៉ុន្តែខ្ញុំអត់ទាន់បានធ្វើវីដេអូប្រាប់ពុកម៉ែបងប្អូនយើងបាទអញ្ចឹងពូជខ្ទឹមមានអ្នកលក់ពូជច្រើនពុកម៉ែបងប្អូននៅក្នុងស្រុកខ្មែរខ្លះទៅគាត់លក់ថោកខ្លះទៅគាត់លក់ថ្លៃហើយខ្ញុំនិយាយនេះខ្ញុំមិនមែនជាអ្នកលក់ពូជទេណាពុកម៉ែបងប្អូនខ្ញុំពូជរបស់ខ្ញុំដាំហើយនៅសល់បានខ្ញុំប្រកាសលក់បាទបើសិនជាខ្ញុំយកពីថៃមកគឺខ្ញុំអត់លក់ទេពុកម៉ែបងប្អូនអត់ចង់បានចំណេញទេប៉ុន្តែបើសិនជាត្រូវជើងពុកម៉ែបងប្អូនចង់បានដែរជាមួយខ្ញុំអីខ្ញុំអាចខំងយកមកបានជាមួយគ្នាបានអានឹងអត់អីទេបាទសូមអធិស្ឋានតិចបាទអញ្ចឹងឥឡូវយើងងាកមកនិយាយអំពីពូជខ្ទឹមនេះគឺគាត់មានប្រើប្រាស់កាបោសច្រើនបាទតែក៏ពិតគេប្រើប្រាស់កាបោសនេះគឺដើម្បីមានសារៈសំខាន់ដែរបាទជាទូទៅពូជសុងបាទពូជសុងគឺគេប្រើហើយភាគច្រើនគឺពូជចេញពីថៃគេប្រើសុងបាទដាក់សុងនោះដើម្បីដាក់កាបោដើម្បីរក្សាសំណើមរបស់វាបាទយើងទុកបានយូរពុកម៉ែបងប្អូនបាទគឺពូជខ្ទឹមយើងបើសិនជាយើងមិនដាក់ម្សៅទេវាកាលណាយើងច្រកហប់អាប់ទុកវានឹងស្អុះឡើងចេញញើសចេញអីវាបង្កឲ្យកើតតែជាតិទឹកមានសំណើមសើមធ្វើឲ្យខ្ទឹមយើងរលួយបាទហើយគេដាក់ម្សៅនេះដែរដើម្បីការពារកុំឲ្យវាមានសំណើមមកម្សៅនឹងវាបឺតចូលវាឲ្យមានសំណើមអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយមួយទៀតម្សៅកបោនេះវាជាប្រភេទកបោកសិកម្មយើងពុកម៉ែបងប្អូនកុំឆ្ងល់ច្រើនបាទហើយ
ក្បោវាជាទូទៅគេដាក់នេះគឺដើម្បីសម្រាប់ពពួកផ្សិតមួយចំនួនដែលជាប់ទៅនឹងមើមខ្ទឹមរបស់យើងដែរដែលយើងដករក្សាទុកវាមានពពួកផ្សិតពពួកអីតោងកាលណាយើងដាក់ពពួកផ្សៅក្បោទៅធ្វើឲ្យពួកផ្សិតទាំងអស់នោះក៏ស្លាប់ដែរបាទវាជួយដែរប៉ុន្តែការដាក់នេះវាហាក់ហួសហេតុពេកពុកម៉ែបងប្អូនបាទគឺ100គីឡូពូជវាអាចចូលទៅ40គីឡូកបោទៅហើយបាទច្រើនពុកម៉ែបងប្អូនខ្ញុំទិញវគ្គនេះគឺច្រើនបាទប៉ុន្តែយើងមិនបន្ទោសទៅលើឈ្មួញមួយណាទេយើងអត់ទាន់ដឹងច្បាស់ថាសួរគាត់ទៅដែលគាត់ខ្ញុំធ្លាប់យកពូជគាត់ថាគាត់យកពីថៃមកប៉ុណ្ណឹងដែរហើយគាត់លក់ប៉ុណ្ណឹងដែរបាទអាហ្នឹងវាមិនសំខាន់ទេបាទវាយើងចាត់ទុកថានេះទេគាត់ថាខ្ញុំធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនឲ្យពុកម៉ែបងប្អូនដឹងពូជខ្លះគឺគេដាក់កបោច្រើនហើយគេអាចលក់ធូរថ្លៃបាទតម្លៃទាបជាងគ្នាមានន័យថាបណ្ដេញគ្នាពុកម៉ែបងប្អូនឧទាហរណ៍ថាពូជ1គីឡូ10000បាទអញ្ចឹង10000នោះគឺម្សៅតិចបើសិនជាឈ្មោះមួយទៀតគាត់សួរគាត់ថា100 1គីឡូប្រហែលគាត់លក់7000អញ្ចឹងគាត់លាយម្សៅនោះទៅដើម្បីចំណេញដកពូជខ្ទឹមទៅបាទហើយយើងឃើញថាអូខាងនោះលក់7000ខាងនេះ10000 7000ថោកជាងយើងទៅយក7000បាទវាមានចំណុចនឹងដែរពុកម៉ែបងប្អូនបាទអានេះគាត់តែឧទាហរណ៍ចែកជូនពុកម៉ែបងប្អូនទេបាទវគ្គនេះខ្ញុំជួបម្សៅច្រើនជាងសឹងរាល់ឆ្នាំទៀតពុកម៉ែបងប្អូនបាទរាល់ឆ្នាំគឺខ្ញុំទិញពូជ50គីឡូពេលខ្ញុំរែងមកនៅសល់35 40គីឡូបាទហើយយើងដាំបានចន្លោះពី15រងទៅ7 8 10រងពេលខ្លះក៏អាចឈានដល់20រងដែរបាទរងរបស់ខ្ញុំគឺទទឹង1ម៉ែត្របដោយ45ម៉ែត្រទៅ50ម៉ែត្របាទតែក៏ពិតសយោយើងកាត់50ម៉ែត្រពុកម៉ែបងប្អូនប៉ុន្តែយើងលាបទៅសល់ចោលកតុយរងខ្លះអីខ្លះអាចបានតែ45 47ម៉ែត្រអីហ្នឹងឯងបាទយើងដាំបានឲ្យតែដាំបាន15រងឡើងពុកម៉ែបងប្អូនគឺល្អហើយយើងចំណេញហើយបាទបើសិនជាពុកម៉ែដាំបានតែ10រង9រងឬក៏12រងអីទេវាពិបាកបាទនេះជាកត្តាមួយដែលពុកម៉ែបងប្អូនដាំទៅបានទិន្នផលទាបដែរបាទគឺយើងដាំបានតែផ្ទៃដីតិចហើយខ្ទឹមយើងក៏ដកបានតិចដែរហើយយើងតែឆ្ងល់ថាគេដាំ100ពូជខ្លះគេបានដល់2តោនហើយខ្ញុំដាំមិនដែរបានខ្ញុំដាំបានតែ400គីឡូ500គីឡូស្លឹកល្អបំផុតគឺបាន7 800គីឡូស្លឹកប៉ុណ្ណឹងឯងប្រមូលផលបាទនោះគឺបណ្ដាលមកពីពូជពុកម៉ែបងប្អូនពូជយើងវាតិចម្សៅច្រើនធ្វើឲ្យយើងដាំទៅក៏បានតិចដែរបាទហើយចម្ងល់ទី1បងប្អូនបាទចឹងពេលខ្លះពូជយើងល្អយើងដាំបាន20រងអីឡើងហើយ1រង100គីឡូក៏វាបានក្រែលដែរបាទដល់2តោនដែរពុកម៉ែបងប្អូនបាទ10រងក៏យើងបាន1តោន10រងទៀត1តោនទៀតគឺបាន2តោនហើយបាទហើយវាអាស្រ័យទៅតាមពូជដែរពូជភាគច្រើន20រងនោះ100ពូជបាន20រងគឺល្អិតតូចមែនតើពុកម៉ែបងប្អូនបាទតូចប៉ុន្តែពូជរបស់ខ្ញុំយកមកនេះគឺតូចគួសមមកល្មមមកស្អាតតែម្ដងបាទប៉ុន្តែដោយសារតែម្សៅច្រើនបាទម្សៅច្រើនគឺខ្ញុំដាំបានតែ12 13រងទេពុកម៉ែបងប្អូនបាទអញ្ចឹងបើសិនជាប្រមូលផលអាចបានបើសិនជាល្អបាទអាចបានត្រឹម1តោននេះទេបាទឲ្យចង់បាន1តោនកន្លះទៅ2តោនគឺមិនបានទេការប្រមូលផលស្លឹកនោះបាទហើយរឿងមួយទៀតបាទហើយរឿងនិយាយអំពីការទុកពូជខ្ទឹមដែរនៅខ្មែរយើងក៏មានចាប់ផ្ដើមពុកម៉ែបងប្អូនយើងទុកដាក់ច្រើនហើយបាទប៉ុន្តែនៅកត្តារក្សាពូជនោះបាទពុកម៉ែបងប្អូនខ្លះក៏ខ្ញុំស្ទង់មតិទៅឃើញថាគាត់ទុកគិតជាខែបាទគិតជាខែអត់ត្រឹមត្រូវទេពុកម៉ែបងប្អូនការរក្សាពូជខ្ទឹមយើងមើលទៅលើដើមដងឬលើមើមតើវាថាមើមចាស់ឬគេហៅថាទុំទៅយើងនិយាយថាទុំតើវាទុំហើយនៅយើងអាចប្រមូលផលទុកពូជដែរឬទេបាទអញ្ចឹងពុកម៉ែបងប្អូនខ្លះឃើញគាត់ថាគាត់ប្រមូលផល2ខែកន្លះបាទគាត់ដកហើយគាត់និយាយថា2ខែកន្លះខ្ញុំតែដកឲ្យពូជបាទគឺពូជហ្នឹងគឺមើមសហើយទុកខៀវហើយដំណោះយឺតណាស់ពុកម៉ែបងប្អូនបាទនេះ
ខ្ញុំនឹងអង្កេតមើលទៀតខ្ញុំអត់ទាន់ច្បាស់ដែរហើយឆ្នាំនេះខ្ញុំចាប់ដើមកត់ត្រានិងព្យាព្រឹកព្រៀងនឹងការរក្សាពូជនេះឯងបាទបើនឹងបានវីដេអូចែកជូនពុកម៉ែបងប្អូនបន្តបាទចឹងហើយពូជថៃគេទុកឲ្យចាស់ឡើងមើមឡើងក្រហមពុកម៉ែបងប្អូនបាទហើយយើងមិនត្រូវគិតតាមខែពេកទេបាទខ្លះគេថាទុក3ខែទៅចាស់ហើយជួនកាលខ្ទឹមយើងដាំនៅរដូវត្រជាក់គឺ3ខែក៏អត់ទាន់មានមើមធំដែរពុកម៉ែបងប្អូនបាទហើយបើយើងខែ2ខែ3ខែ4ខែ5នេះគឺខ្ទឹមថាឡើងមើមយើងអាចទុកតែ2ខែកន្លះឬទៅ3ខែគឺមើមចាស់ល្អហើយបាទយើងមើលទៅតាមនឹងទៅហើយពុកម៉ែបងប្អូនដែលជាអ្នកដាំខ្ទឹមគាត់យល់ហើយបាទហើយយើងតាមដានទាំងអស់គ្នាហើយទុកពូជឲ្យបានល្អទាំងអស់គ្នាបាទឥឡូវវីដេអូនេះរៀងវែងហើយនិយាយអំពីពូជខ្ទឹមគឺមានម្សៅច្រើនបាទពុកម៉ែបងប្អូនម្សៅនោះគឺជាម្សៅកបោសបាទកបោកសិកម្មយើងគឺមានទម្ងន់ធ្ងន់ណាស់មកកញ្ចប់តិចទេដូចឃើញរូបនៅក្នុងពីត្រូនោះមកធុងពីត្រូវាអាចឡើងចង់40 គីឡូហើយពុកម៉ែបងប្អូនបាទធ្ងន់មែនទែនបាទចឹងពុកម៉ែបងប្អូនមានចម្ងល់អីអាចខមមិនសួរបន្តហើយថ្ងៃនេះខ្ញុំនឹងបញ្យល់ចែកម្លែកពីកៅអីអង្គុយដូចឃើញពុកម៉ែបងប្អូនឃើញកូនខ្ញុំរត់បើកចំហនេះគឺនៅក្នុងគឺមានអេប៉ុងមានថង់គេហៅថង់ខ្យល់បាទដែលវាស្រាលសូមអធិស្ឋានផងពុកម៉ែបងប្អូនមានក្អកផងខៀសម្បោផងហើយប្រឹងនឹងធ្វើវីដេអូហើយអត់បានកាត់ចេញទេបាទសំឡេងរៀងរំខានតិចវីដេអូនេះសូមអធិស្ឋានបាទហើយកៅអីនេះដែរនៅក្នុងស្រុកខ្មែរយើងភាគច្រើនមិនទាន់មានអ្នកប្រើដែរទេមានតិចតួចដែលគាត់ខំងពីបរទេសដូចខ្ញុំវិញទៅខំងយកមកពីបរទេសអញ្ចឹងទៅបាទនេះគឺខ្ញុំខំងពីកូរ៉េបាទហើយសាច់របស់វាស្វាល្អបាទយកមកប្រើប្រាស់បានយូរពុកម៉ែបងប្អូនមិនងាយខ្សែយឺតក៏ល្អបាទខ្សែយឺតក៏ល្អមិនងាយយាហើយស្បែកខាងក្រៅរបស់វាគឺមិនជ្រាបទឹកបាទមិនជ្រាបទឹកហើយវាស្វិតមិនកកិតដីមុតដីរឹងដីអីមុតអាយ៉ះទេពុកម៉ែបងប្អូនបាទគឺវាមានសភាពរឹងមាំល្អបាទហើយរូតរបស់វាក៏ជារូតល្អបាទទោះបីជាប្រឡាក់ដីអីសើមអីល្មិចមកអីក៏យើងទៅរូតបានរលូនវាមានន័យថាវាអត់មានតាក់មានល្អាអួលទេបាទរបស់ល្អបាទខ្ញុំចង់ចែកម្លែកដល់ពុកម៉ែបងប្អូនយើងដែលចង់បានយកមកប្រើប្រាស់ទៅការដាំដុះអីហើយធ្វើស្មៅធ្វើអីបាទវាអាចជួយយើងផុតពីជំងឺផ្សេងបានពុកម៉ែបងប្អូនយើងដឹងហើយថានៅក្នុងដីរបស់យើងមានប្រើប្រាស់ជីលាមកសัตว์បាទមានមេរោគច្រើនហើយជីគីមីថ្នាំគីមីមានសារជាតិពុលអីផ្សេងបាទអញ្ចឹងវាមានមេរោគច្រើនជាពិសេសបងស្ត្រីដែលគាត់ជាអ្នកធ្វើការផ្ទាល់បាទអញ្ចឹងហើយកាលណាគាត់អង្គុយទៅជាប់នឹងដីប៉ះដីធ្វើឲ្យមានការឆ្លងមេរោគអីផ្សេងបាទនេះជាចំណុចសំខាន់មែនទែនពុកម៉ែបងប្អូនបាទហើយយើងគួរតែងាកមកទាំងអស់គ្នាជាពិសេសពុកម៉ែបងប្អូនយើងជាអ្នកដាំបន្លែតែម្ដងបាទដីយើងវាសើមវាល្មួតបាទកាលណាយើងអង្គុយទៅមានកុំឲ្យនិយាយរួមការពារមេរោគផងការពារកុំឲ្យយើងប្រឡាក់ក្អាវហើយទី2ទី3នោះគឺវាមិនចុកសពោលជើងទេពុកម៉ែបងប្អូនបាទគឺយើងដាក់ទៅស្តុបគឺអង្គុយតែម្ដងហើយវាមានភាពងាយស្រួលគឺវាស្រាលបាទវាស្រាលក្នុងគឺអេប៉ុងស្រាលទម្ងន់វាអត់បានមួយខាំទេពុកម៉ែបងប្អូនបាទទម្ងន់អត់បានមួយខាំទេហើយយើងយកមកងាយស្រួលប្រើប្រាស់ហើយវាជាប់វាមិនរំខានដល់យើងបាទកាលណាទម្ងន់ធ្ងន់ធ្វើឲ្យយើងពាក់ទៅវាមានសភាពទៅតែងអីចឹងណាអានេះយើងពាក់ទៅអត់មានសភាពអីទៅតែងអីទេមានផលរំខានអីដល់យើងទេបាទគឺធ្វើឲ្យយើងមានសភាពស្រួលអង្គុយទៅស្តុបតែម្ដងហើយវាអត់មានឈឺកកូតឈឺអីទេបាទអធិស្ឋាននិយាយកកូតទៅតែម្ដងទៅបាទហើយជើងរបស់យើងអត់សូវចុកស្រួយសពុនអីចឹងណាពុកម៉ែបងប្អូនបាទងាយស្រួលហើយពុកម៉ែបងប្អូនចង់បានបាទខ្ញុំនឹងយកមកលក់បាទប្រហែលជាខ្ញុំយកមកលក់ពុកម៉ែបងប្អូនប៉ុន្តែខ្ញុំចង់អត់យកមកទេដោយសារថ្លៃខ្ញុំចង់យកមកដេបាទខំងគេដេនៅភ្នំពេញបាទប៉ុន្តែខ្ញុំខំងយកអីវ៉ាន់យកខណាត់របស់វានេះស្បែករបស់វានេះគឺស្វិតរឹងមាំល្អបាទកាលណាយើងជ្រើសរើសស្បែកប្រភេទអន់កណាត់អន់
ក៏យកមកប្រើធ្វើឲ្យអេប៉ុងក៏អន់គឺឲ្យហាក់ស្រត់ហាក់ខូចអីចឹងណាអត់ដូចរបស់គេបាទខ្ញុំនឹងធ្វើព្យាយាមយកវាមកធ្វើប៉ុន្តែពុកម៉ែបងប្អូនចាំមើល2ទៅ3ខែទៀតបាទខ្ញុំនឹងផ្សព្វផ្សាយបន្តហើយពុកម៉ែបងប្អូនចង់បានសូមខមមិនចូលមកចុះហើយពុកម៉ែបងប្អូនចង់បានលេខទូរស័ព្ទខ្ញុំនឹងតម្លាក់លេខទូរស័ព្ទនៅក្នុងវីដេអូនេះតែម្ដងបាទងាយស្រួលនឹងតាក់ទងគ្នាបាទទូរស័ព្ទរបស់ខ្ញុំមាន2ខ្សែនេះឯងពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានហើយអាចចូល comment នៅក្នុងវីដេអូចុះបាទហើយដាក់លេខទូរស័ព្ទនៅក្នុងវីដេអូក៏បាននៅក្នុង comment ក៏បានខ្ញុំនឹងតាក់ទងទៅបាទពេលណាដែលខ្ញុំមានរបស់បាទនេះខ្ញុំកំពុងតែត្រៀមទុកអត់ដឹងថាគួរតែលក់តម្លៃប៉ុន្មានអីប៉ុន្មានអញ្ចឹងណាខ្ញុំទិញមកខ្ញុំអត់កុហកទេគឺខ្ញុំស្ដើងកូនខ្ញុំបើកនេះគឺ$7បាទអាវែងតែខ្ញុំអង្គុយគឺ$10បាទហើយមិនទាន់គិតថ្លៃដឹកជញ្ជូនទេបងប្អូនបាទបើមកលក់ស្រុកខ្មែរគឺថ្លៃបាទអញ្ចឹងប្រហែលជាខ្ញុំយកមកដេរដើម្បីលក់ឲ្យតម្លៃវារៀងទាបបាទអញ្ចឹងពុកម៉ែបងប្អូនចង់ដឹងយ៉ាងណាកុំភ្លេច comment បើចង់បានប្រើប្រាស់បាទយក comment ចូលក្នុងវីដេអូនេះតម្លាក់លេខចូលក្នុងវីដេអូនេះតែម្ដងទៅបាទពេលដែលខ្ញុំមានខ្ញុំនឹងតាក់ទងទៅតែម្ដងបាទហើយវីដេអូនេះរៀងវែងដែរបាទសូមអរគុណពុកម៉ែបងប្អូនយើងទាំងអស់គ្នាតែប៉ុណ្ណេះបាទសូមអរគុណជម្រាបលា